បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំថោះនិងឆ្នាំចជីវិតប្តីប្រពន្ធគឺផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីទៅមានឬក៏ក្រចុះបើឆ្នាំថោះនិងឆ្នាំចបានគ្នាជាប្តីប្រពន្ធវិញគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាស្រឡាញ់គ្នាតែដំបូងទេចាប់ពីបានកូនមួយឬកូនពីរក៏មានការឆ្លោះប្រកែកគ្នាជាញឹកញាប់បើត្រូវប្រត់គ្នាគឺបែកគ្នារហូតបើអ្នកទាំងពីររៀបការពីក្មេងអ្នកឆ្នាំថោះធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំចចំពោះឆ្នាំថោះនិងឆ្នាំចគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលហេតុអ្វីបានគេដឹងថាឆ្នាំទាំងពីរនោះមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលលុះត្រាតែគេយកថ្ងៃខែឆ្នាំរបស់អ្នកទាំងពីរទៅកណនារកមើលឧទាហរណ៍បើឆ្នាំទាំងពីរមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងនឹងគ្នាទេហើយកូនខ្លះក៏អាចធ្វើឲ្យឪពុកម្ដាយលះលែងគ្នារកស៊ីបងខាតឬក៏មានគ្រោះថ្នាក់ផ្សេងទៀតផងតែបើអ្នកទាំងពីរបានកូនស្រីវិញគឺល្អរស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយទៀតផងឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរនោះមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនស្រីក៏បានយកកូនប្រុសក៏បានគឺសុទ្ធតែល្អទាំងអស់ហើយរស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយទៀតផងចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងទី1សុខភាពទី2សំពេចបុណ្យនិងចំណេះជំនាញទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់តែនៅក្នុងផលកម្មពីកំណើតទាំង5យ៉ាងហ្នឹងមាន3សំខាន់មានសុខភាពមានសំពេចបុណ្យនិងចំណេះជំនាញហើយនឹងមានការទំនាក់ទំនងសម្រាប់មនុស្សម្នាក់មានតាំងពីកំណើតមកម្លេះទី1មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងល្អព្រមគ្នាហើយអ្នកនោះឯងនឹងបានជាអ្នកមានឬក៏បានធ្វើការធំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនតាន់មានទី2មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន2ល្អហើយ1មិនសូវល្អអ្នកនោះឯងធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតខ្ពស់ទី3មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន1ល្អហើយ2មិនសូវល្អអ្នកនោះឯងបើធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតទៀតឧទាហរណ៍អ្នកឆ្នាំថោះកើតថ្ងៃសៅរ៍ខែកក្កដានិងអ្នកឆ្នាំចកើតថ្ងៃពុធខែមេសាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរនេះគេឃើញថាទី1សុខភាពឆ្នាំថោះពីក្មេងមានសុខភាពល្អតែដល់ចាស់មានសុខភាពមិនសូវល្អឆ្នាំចពីក្មេងមានសុខភាពមិនសូវល្អតែដល់ចាស់មានសុខភាពល្អទី2សំពេចបុណ្យឆ្នាំថោះនិងឆ្នាំចធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមទី3ទំនាក់ទំនងឆ្នាំថោះរស់នៅជាមួយគ្នាពូកែយកចិត្តដៃគូចំណែកឯឆ្នាំចរស់នៅជាមួយគ្នាក៏ពូកែយកចិត្តដៃគូដែរដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាចេះអធ្យាស្រ័យឲ្យគ្នាបានល្អណាស់ទី4សេចក្តីព្យាយាមអ្នកឆ្នាំថោះធ្វើការមិនសូវចេះប្រកាន់ខ្លួនទេហើយមានចិត្តអំណត់ខ្ពស់ទៀតចំពោះឆ្នាំចធ្វើការរៀងថ្នមខ្លួនបន្តិចតែមានចិត្តអំណត់ទី5លុយកាក់អ្នកឆ្នាំថោះជាមនុស្សចាយរិះឆាំរីឯឆ្នាំចហ៊ានចំណាយតតែឃើញចំណេញសរុបមកវិញបើឆ្នាំទាំងពីរនេះបានគ្នាជាប្តីប្រពន្ធ
មានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកដាក់បន្ទុកឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាតែគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនោះទៅគណនារកមើលទៅដឹងសូមអរគុណ